Ok, chẳngនៅក្នុងវីដេអូនេះគឺខ្ញុំមកចែកម្លែកបងប្អូនទាំងគ្នាតើតើជាមួយនឹងការ install Windows ដែលខ្ញុំនិយាយតើតើជាមួយនឹងការសកម្មភាពនៃការធ្វើទេខ្ញុំអត់ទាន់បង្ហាញទៅកាន់បងប្អូនទាំងគ្នាទេខ្ញុំនឹងប្រាប់បងប្អូននៅវីដេអូក្រោយអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមកចែកម្លែកបងប្អូនទាំងគ្នាតើតើជាមួយនឹងបទពិសោធន៍ខ្ញុំផ្ទាល់ដែលខ្ញុំធ្វើការ install ទៅលើ Mac ណាWindows នៅលើ Mac អញ្ចឹងឧទាហរណ៍ថាបងប្អូនទាំងគ្នាប្រើប្រាស់ត្រឹម MacBook 2015 2016អីគឺបងប្អូនទាំងគ្នាអាចធ្វើការនេះបានអាចធ្វើការដំឡើងបានតើតើជាមួយនឹង Mac OS ក៏ដូចជាបងប្អូនអាចធ្វើការដំឡើងជាមួយនឹង Windows បានអញ្ចឹងអានេះគឺជា MacBook ឆ្នាំ2015នៅពេលបងប្អូនទាំងគ្នាចង់ធ្វើការ upgrade មក Windows បែបនេះគឺបងប្អូនទាំងគ្នាគ្រាន់តែ copy file Windows បងប្អូនទៅ download មកនៅក្នុង website បងប្អូនអាចចូលទៅកាន់អីក៏បានដែរដូចជា Google Chrome ឬក៏បងប្អូនចូលទៅកាន់អីផ្សេងៗដើម្បីធ្វើការចូលទៅ download Windows 10 file ISO ណាបាទ ISO អញ្ចឹងបងប្អូនវាយ ISO មកអូខេអញ្ចឹងបងប្អូនគាត់ទៅវាយ Windows 10 ISO download ចឹងមកអញ្ចឹងបងប្អូនអាចចូលទៅ download បាននៅក្នុង website របស់ Microsoft ផ្ទាល់តែម្ដងបងប្អូនឃើញទេបាទអញ្ចឹងចូលមកដល់ចំណុចហ្នឹងបងប្អូនធ្វើការ download ទៅបន្ទាប់ពីបងប្អូន download ហើយគឺអត់មានពិបាកទេបងប្អូនចូលមកក្នុងគេហៅថា Bootcamp Assistant ដើម្បីធ្វើការ install អញ្ចឹងសម្រាប់ការដំឡើងហើយនៅពេលបងប្អូនធ្វើការដំឡើងជាមួយនឹង Windows ហើយនៅលើ MacBook គឺយើងប្រើប្រាស់បានដូចធម្មតាដូចទៅនឹង Windows អញ្ចឹងបងប្អូនឃើញទេយើងបើកចូលទៅក្នុងអីក៏បានហើយខ្ញុំនិយាយតាក់ទងទៅនឹង MacBook Pro ឆ្នាំ2019មកគ្រាប់នេះដែលអេក្រង់16អ៊ីននេះគឺខ្ញុំធ្វើវាស្អាតមែនទេបងប្អូនទាំងគ្នានៅពេលដែលបងប្អូនធ្វើការដំឡើង Mac ដំឡើង Windows គឺម៉ាស៊ីននេះគឺ clean មែនទេអេក្រង់វាធំ16អ៊ីនហើយវាមាន interface ក៏ដូចជាអានេះអាកែមខ្មែរនេះខ្លីអញ្ចឹងមើលទៅគឺឃើញថាវាលេចធ្លោមែនតើវាស្អាតមែនតើអញ្ចឹងសម្រាប់បងប្អូនដែលចង់ដំឡើងទៅលើ Windows នៅលើ Mac អីគឺបងប្អូនអាចទៅតាមខ្ញុំបានហើយពាក់ព័ន្ធជាមួយនឹងពេលដែលបងប្អូនដំឡើងហើយ tag bar នេះគឺអត់អាចទទួលបានមុខងារច្រើនទេគ្រាន់ថាវា flash បដូរ function ទៅតាមតម្រូវការនៃការចុចរបស់យើងផ្សេងៗដូចជានៅពេលបងប្អូនចុច key FN នេះវានឹង load ទៅកាន់ F1 F2 F3 អញ្ចឹងទៅតែនៅពេលបងប្អូនប្រើប្រាស់ធម្មតាគឺវា load តែប៉ុណ្្នឹងទេវា load តាតឡើងសលេងតម្លាក់សលេងក៏ដូចជាបងប្អូនធ្វើការដំឡើងពលឺអីផ្សេងៗហើយបូករួមជាមួយនឹងការ stop play តែប៉ុណ្្នឹងកាលពីហ្នឹងគឺអត់មានទេប៉ុន្តែនៅពេលបងប្អូនដល់គ្នាព្យាយាមចុចលើ FN គឺបងប្អូននឹងឃើញហើយវា load F1 F2 F3 អញ្ចឹងទៅដូចសេរីចាស់អញ្ចឹងណាអញ្ចឹងអានេះគឺជាចំណុចមួយដែលតងជាមួយនឹងការប្រើប្រាស់នៅលើ Windows នៅលើ Mac គឺជាចំណុចល្អមួយសម្រាប់បងប្អូនដែលចង់ប្រើប្រាស់ហើយការដំឡើងកម្មវិធីផ្សេងៗគឺដូចទៅនឹង Windows ទាំងស្រុងតែម្ដងជាពិសេសបងប្អូនអាចប្រើប្រាស់បានទាំង Mac ទាំង Windows នៅលើ computer តែមួយផងដែរអញ្ចឹងសម្រាប់បងប្អូនដែលចង់ដំឡើង Windows អាចទៅតាមខ្ញុំបានហើយខ្ញុំកំពុងតែ set up ទៅតាមជាមួយនឹង computer មួយនេះក៏ដូចជាអានេះក៏ត្រៀមនឹងធ្វើការដាក់ទៅកាន់ Windows ដែរព្រោះដោយសារខ្ញុំប្រើ Mac យ៉ាងដូចអស់ចិត្តហើយខ្ញុំក៏មានលក់ computer ដែរបងប្អូនទាំងនេះបើសិនជាក្នុងករណីបងប្អូនចង់បាន computer ដែលល្អក៏ដូចជាគុណភាពនៃការប្រើប្រាស់ AM អីឬក៏មានការធានាច្បាស់លាស់គឺបងប្អូនអាចទៅតាមខ្ញុំបានខ្ញុំមានទាំងប្រភេទ MacBook ក៏ដូចជាប្រភេទ laptop ទូទៅបាទអានេះគឺជាប្រភេទ Asus ដែលមាននៅក្នុង stock ជាក់ស្ដែងតែម្ដងតម្លៃអត់ដល់200ទេហើយអានេះ MacBook Pro ឆ្នាំ2014តម្លៃត្រឹមតែ100ស្ដាងដូចគ្នាបាទហើយនេះ2015ហើយយើងក៏មានច្រើនទៀតបងប្អូនទាំងគ្នានេះគឺនៅខាងនេះយើងមានទាំង Air ទាំង Pro អីផ្សេងៗសម្រាប់បងប្អូនធ្វើការជ្រើសរើសជាពិសេសគឺអានេះ MacBook Pro ឆ្នាំ2015អេក្រង់15អ៊ីនធំមែនតើហើយខាងក្រោមនេះគឺជា2019 16អ៊ីនដោយបងប្អូនបានឃើញនៅលើនេះអញ្ចឹងហើយនៅពេលបងប្អូនធ្វើការទិញពីខ្ញុំទៅគឺខ្ញុំនឹង free ជូនបងប្អូនតាក់ទងជាមួយនឹងការដំឡើង Windows free តែម្ដងអត់គិតលុយបងប្អូនទេហើយដំឡើងកម្មវិធីទាំង Mac ទាំង Windows ឲ្យបងប្អូនមក full តែម្ដងអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនារបស់បងប្អូនទាំងគ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយបាទ